ទេសភាពសួនផ្កានារីស្អាតណាស់ refresh ស្រាប់មួយដែលចង់ដើរលេងចុងសប្តាហ៍នឹងទៅណាជឿទៅឆ្ងាយពីភ្នំពេញអីអាចមកទស្សនានៅនេះបាននៅសួនកោះនារីមានទៅជាអាងហែលទឹកសួនផ្កាចម្រុះពណ៌ទៅ fresh នេះយើងសម្រាប់មកឆ្ងាយពីភ្នំពេញនេះត្រឹមតែ4គីឡូឆ្លងតែស្ពានកោះនារីមកយើងមកស្ដាំមកដល់បាត់បានថាគឺ refresh សម្រាប់យើងអបសុកអីថ្ងៃអាទិត្យអីអាចមានមិត្តភ័ក្តិបងប្អូននាំម៉ាក់ប៉ាមកលេងកូនអីមកលេងសួនផ្កានៅនេះគឺស្អាតដែរគេធ្វើបែបជាសួនលំហែកំសាន្តហើយគេកំណត់រយៈពេលទេយើងមកលេងម៉ោងប៉ុន្មានក៏បានដែរសម្រាប់សវត្តទស្សនាម្នាក់មួយរៀលយើងលេងទល់ល្ងាចបានណាយើងចេញចូលបានក្នុងមួយថ្ងៃហ្នឹងយើងទៅផ្ទះថ្ងៃមកវិញក៏បានដែរអត់បញ្ហាទេហើយសម្រាប់ល្ងាចយើងនៅដល់ម៉ោងប៉ុន្មានក៏បានដែរបានថាយើងចំណាយតែលុយតាមរៀលទេអញ្ចឹងយើងអាចលេងមួយឆ្អែតនៅសួននេះនៅលើហ្នឹងគេមានផ្កាចម្រុះពណ៌មានកន្លែងអង្គុយលេងមានបងអង្គុយញ៉ាំអីមានផ្លែឈើធម្មជាតិដូចជាគេដាំសកានេះគេមានដាំសកានេះធម្មជាតិគេលក់នៅហ្នឹងហ្មងណាទេសភាពនេះស្អាតបងតែចុងសប្តាហ៍ចង់មកលេងបានមិនឆ្ងាយប៉ុន្មានទេ4គីឡូពីភ្នំពេញមកនេះយើងមកហាំទិញអីញ៉ាំនៅហ្នឹងក៏បានទិញញ៉ាំពីក្រៅមកក៏បានមានកាហ្វេមានម្ហូបកំងអីនៅក្នុងហ្នឹងមានចាំមកត្រូវការអីអាចមកកំសាន្តមកលេងសួននេះមានលុបដើមឈើមានស្មៅបៃតងសម្រាប់យើងមកអង្គុយលេងស្អាតយើងមកឃើញផ្ទាល់បានវា fresh យ៉ាងស្រឡះចិត្តស្រឡះអារម្មណ៍ព្រោះវាអត់ឆ្ងាយទេពីភ្នំពេញមកតែ4គីឡូយើងអាចមកលេងបានមកអង្គុយលេងបានមកអង្គុយញ៉ាំអីបានអញ្ចឹងទេសភាពគឺក្រោមដើមឈើមានទឹកមានអីចឹងទៅជាលហើយស្រស់ស្រាយមួយនេះនៅបរទេស